រាំងសូរិយាជ្រៀងជ្រេទុនទីទៅហើយយករំភើយធ្លាក់ចូលមកសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកលេងកំពង់ភ្លុកដែលជាទូកបែបសហគមន៍ដែលមានអ៊ំជាច្រើនគាត់បានមកចូលរួមក្នុងការអ៊ំទូកជូនភ្ញៀវទេសចរដើរលេងហើយគ្នាគាត់ក៏មានច្រើនដែរបើសិនបើអ្នកទាំងអស់គ្នាបានមកលេងសៀមរាបកុំភ្លេចមកលេងកំពង់ភ្លុកផងព្រោះនៅទីនេះមានទេសភាពស្អាតមែនតើមានទាំងទឹកដែលផ្សារភ្ជាប់មួយនឹងធម្មជាតិមានដើមឈើអីជាច្រើនដែលជា view បែបធម្មជាតិបើសិនជាអ្នកទាំងអស់គ្នាចង់មកលេងខេត្តសៀមរាបដាច់ខាតកុំភ្លេចកំពង់ភ្លុកអរគុណរសានគ្មានដានជាប់លោកីចិនវ័យដាច់ម្លេះគ្មានប្រណីដាច់និស័យស្នេហ៍